ប្រុសដែរជាអ្នករត់តាក់ស៊ីក្រុមហ៊ុនចិនបានបញ្ជាក់យ៉ាងច្បាស់ហើយថាការងារឲ្យដឹងការងារលុយឲ្យបានច្បាស់លាស់ទូទាត់ឲ្យបានគ្រប់ជ្រុងជ្រោយបាទគុំកាត់ទៅពីទៅពីហើយប្រើគាត់គុំឲ្យហួសកំណត់ម៉ោងនេះបើតាមការបញ្ជាក់របស់គាត់ទេណាឲ្យវាត្រូវម៉ោងទៅហើយក៏អត់ចង់បានអីច្រើនក្រៅពីតម្លៃខ្លួនរបស់គាត់ដែលគាត់បំរើឲ្យក្រុមហ៊ុនចិនមួយនេះទេបាទយកទៅតកបាទអត់ឲ្យទេនៅយូរត្រាតែយើងមានបញ្ហាមិនឲ្យទៅសុំយកទៅខ្ចីយកទៅប្រើយកទៅឲ្យវាវិញបាទអានេះរឿងអត្តញ្ញាណប័ណ្ណមួយហើយបញ្ញាណប័ណ្ណនេះយើងគាត់ដឹងរដ្ឋាភិបាលមិនអាចឲ្យយកទៅធ្វើអីប្រេះផ្ដាទេតែយកអត្តញ្ញាណប័ណ្ណយើងយកទៅកងហើយកាត់លុយយក20រៀលទៀតបាទហើយកាត់លុយជាប្រចាំខែបាទខែ20រៀលយកអត្តញ្ញាណប័ណ្ណរបស់យើងទៅតកទុកហើយកាត់លុយយើង20រៀលទៀត20រៀលទៀតតែអត្តញ្ញាណប័ណ្ណរបស់យើងទាំងជាតិខ្មែរហើយណាហ្នឹងហើយមិនខ្លាចយើងរត់យកឡានទៅឬមួយដឹងទូលការគេយកអត់ដឹងច្បាស់ដែរហ្នឹងមិនហើយគិតអញ្ចឹងគេគិតថាឥឡូវមិញខ្ញុំចង់និយាយថាបងមានអ្វីដែលបងសំណូមពរដល់មន្ត្រីពាក់ព័ន្ធតែមន្ត្រីបម្រើរាជបាទបាទមន្ត្រីជាន់ពណ៌ថាខ្ញុំស្ដាប់ដល់មន្ត្រីដែលជួយពាក់ព័ន្ធជួយមើលណាត្រួតពិនិត្យការងាររបស់ក្រុមនឹងឲ្យបានច្បាស់លាស់ផងតើគាត់ធ្វើការរបៀបម៉េចទៅធ្វើឲ្យជួយមកមួយដោះស្រាយរបស់ប្រជាជនណាជាបរិបទដែលរងគ្រោះបាទបានមកធ្វើការហើយតែគាត់នៅមកធ្វើហើយគេគៀបសកាត់ធ្វើបាបចឹងទៀតបាទអញ្ចឹងសូមឲ្យមន្ត្រីថ្នាក់លើហ្នឹងជួយមកមើលជួយដោះស្រាយក្រុមហ៊ុនចិនមើលវាម៉េចបាទគឺត្រួតពិនិត្យផងវាច្បាប់ការងារហ្នឹងវារបៀបម៉េចបងមានដឹងថាក្រុមហ៊ុនចិនហ្នឹងគាត់មានច្បាប់មានបានបន្តអីត្រឹមត្រូវខ្ញុំអត់ដឹងដែរខ្ញុំមិនដឹងដែរព្រោះខ្ញុំអត់ដឹងថាគេមានច្បាប់អីរបៀបម៉េចយើងអត់ដឹងទេអញ្ចឹងណាបាទខ្ញុំដឹងថាមកធ្វើការនិយាយថ្ងៃយើងខ្វះខាតយើងមកធ្វើការដើម្បីរកចំណូលទៅបាទអញ្ចឹងបាទប៉ុណ្ណឹងទេបាទអរគុណបាទប្រិយមិត្តជនជាទីមេត្រីបងប្រុសដែរជាអ្នករត់តាក់ស៊ីក្រុមហ៊ុនចិនបានបញ្ជាក់យ៉ាងច្បាស់ហើយថាការងារឲ្យដឹងការងារលុយឲ្យបានច្បាស់លាស់ទូទាត់ឲ្យបានគ្រប់ជ្រុងជ្រោយបាទគុំកាត់ទៅពីទៅពីហើយប្រើគាត់គុំឲ្យហួសកំណត់ម៉ោងនេះបើតាមការបញ្ជាក់របស់គាត់ទេណាឲ្យវាត្រូវម៉ោងទៅហើយក៏អត់ចង់បានអីច្រើនក្រៅពីតម្លៃខ្លួនរបស់គាត់ដែលគាត់បំរើឲ្យក្រុមហ៊ុនចិនមួយនេះទេបាទនៅពេលនេះគាត់បានបញ្ជាក់ឲ្យថាគាត់ត្រូវតែឲ្យអ្នកសារព័ត៌មានផ្សាយហើយតិចថាជួលអ្នកសារព័ត៌មានមកស្បត់មួយទៅអត់ជួលទេព័ត៌មានជីកាត់តាមលើផ្សាយមកផ្សាយគ្នាអត់បងយើងឲ្យតាំងគ្រប់ជំនួយនេះឲ្យស៊ីសនេះហើយបាទទូសារព័ត៌មានគាត់មកឲ្យបានមានលុយណាឥឡូវនេះក្រុមអ្នកសារព័ត៌មានមកចេញផ្សាយយើងឃើញថាបងប្រុសម្នាក់រៀងសង្ហាណាមិញគាត់ថាបដកហាមថតហាមផ្សាយព័ត៌មានហើយខ្ញុំសួរថាមានរឿងអីត្រូវលាក់បាំងហេតុអីមិនឲ្យផ្សាយប៉ុន្តែបុគ្គលិកទាំងអស់នេះក៏បានបញ្ជាក់ត្រូវទៅផ្សាយពីព្រោះប្រាក់ខែខ្ញុំបើអត់ទាន់គ្រប់ត្រូវហើយបងហើយយើងជាអ្នកសារព័ត៌មានและយើងបម្រើប្រជាពលរដ្ឋយករឿងល្អពីរាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋហើយយករឿងទុកលំបាកប្រជាពលរដ្ឋចែកជូនរដ្ឋាភិបាលហើយចូលមកអត់ផ្សាយយ៉ាងម៉េចវិញវាមិនស្មើនឹងសូត្រអញ្ចឹងបើលោកខ្លាចផ្សាយលោកអត់ផ្សាយទេទៅហើយមិនថាខ្ញុំផ្សាយអត់បានទេទឹកដីរបស់គាត់ខ្ញុំថាបើសិនជានៅក្រុមហ៊ុនណាខ្ញុំអត់មានសិទ្ធិផ្សាយទេព្រោះលោកមានបន្ទុកពីត្រឹមត្រូវបំពេញសិទ្ធិលោកនេះប៉ុន្តែនៅនេះទីវាលមួយដែលជាចំណែងចតមួយជាដីឡូមួយកន្លែងដីឡូមិនថាដីឡូគាត់មិនដឹងគាត់ជួលមិនដឹងខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំមានសិទ្ធិផ្សាយពេលរាល់មានបញ្ហារឿងហើយមុននឹងផ្សាយយើងបានសិក្សាសួរអស់ហើយបើយ៉ាងហីបងប្អូនយើងអស់ហើយគាត់មានបាក់អីហើយគាត់ហ៊ានធានាគាត់ត្រូវអត់តែបញ្ហាហ្នឹងគាត់ធានាគាត់ត្រូវចំពោះច្បាប់បើរឿងនេះមិនមានការពិតអញ្ចឹងក្រុមហ៊ុនចិនមិញមេមកហើយមិញកិច្ចបានហើយកិច្ចកាមេរ៉ាបានហើយបាទអញ្ចឹងអ្វីដែលសំខាន់បងប្អូនយើងសរុបពោហើយសូមឲ្យភាគីខាងក្រុមហ៊ុនចិនហ្នឹងកុំកាត់ពេកកាត់ទៅពីពេកណាបាទហើយទី2ហ្នឹងសូមបើប្រាក់ខែឲ្យបានទៀងទាត់ឥឡូវនេះយើងនឹងសួរបងប្អូនយើងថែទៀតបងបងប្អូនយើងណាទៀតបងប្អូនប្រិយមិត្តទៀតមកចូលបងចូលបាទធ្វើការក្រុមហ៊ុនចិនហ្នឹងប្រហែលឆ្នាំហើយបងចាស់នេះបាទចាំតែខ្ញុំទៅតែចូលបានមួយខែជាងទេមួយខែជាងហើយខ្ញុំជួបមួយខែជាងគឺជួបលើកទី1នៅកន្លែងហ្នឹងបងអញ្ចឹងគ្រប់ក្រុមហ៊ុនផ្សេងខ្ញុំធ្វើមិនដែរជួបទេទៅតែលើកទី1មកជួបក្រុមហ៊ុនហ្នឹងច្បាប់មិនដឹងចេញមកពីខាងណាបាទច្បាប់មិនដឹងចេញមកពីខាងណាងាកកាត់លុយនេះងាកកាត់លុយនោះទាំងបុគ្គលិកពួកខ្ញុំហ្នឹងអត់បានទទួលស្គាល់នៃច្បាប់របស់អ្នកទាំងអស់គ្នាផងបាទអញ្ចឹងទូតែពួកខ្ញុំហ្នឹងមកធ្វើការកម្លាំងញាតិឈាមពួកខ្ញុំធ្វើការទាំងដាច់យប់ហ្នឹងតើគេគិតអត់ពួកខ្ញុំតើរបៀបណាបងក្នុងមួយខែកាត់អស់ប្រហែលទៅសល់លុយប្រហែលនិយាយទៅក្នុងខែហ្នឹងកាត់អស់ហើយបាត់$300ជាប់បាត់បានអីស៊ីខ្ញុំជាប់ហើយខ្ញុំឡើងអស់ហើយខ្ញុំ
ដែលមានបញ្ហាពេលហ្នឹងទាំងអស់បងមានប្រសាសន៍គេឲ្យឈឺចាប់សម្ភារវាបងខ្ញុំអត់ពីណាគេបើនិយាយពីរឿងឈឺចាប់បងប្អូនទាំងអស់គ្នាសិតតែអ្នកឈឺចាប់ទាំងអស់សឹងតែខ្ញុំហ៊ាននិយាយថាបើសិនជាខ្ញុំតវ៉ាលុយនឹងអត់បានខ្ញុំស៊ូស្លាប់នៅកន្លែងហ្នឹងមកនិយាយត្រង់ពួកឯងគៀបសង្កត់ញើសឈាមកម្លាំងពលកម្មខ្លាំងហើយអាញាធរពាក់ព័ន្ធគួរតែចុះស៊ើបអង្កេតក្រុមហ៊ុនចិនហ្នឹងឲ្យបានច្បាស់ណាអត់ស្រួលទេណែសម្ដីគាត់ផ្ទាល់ណែនិយាយចង់យំនេះនិយាយត្រង់មកនេះហើយមិនក៏មានផ្សាយដែរឥឡូវខ្ញុំចាំស្ដាប់សិនបាទឥឡូវជប៉ុនណាឥឡូវចាំក្រុមហ៊ុនដោះស្រាយឲ្យបើគុំមាត់គុំកដោះស្រាយពេលណាឥឡូវចាំ3ថ្ងៃទេបងខាងក្រុមហ៊ុនណាបងចូលនេះមកបងបញ្ជាក់នេះមកបងបញ្ជាក់នេះមកបងបញ្ជាក់នេះមកបាទបញ្ជាក់នេះមកបងចាក់នេះមកបងស្រាយយ៉ាងម៉េចបងអ្នកសាមកទៀតបងវាសួរបងវាសួរដែរឥឡូវសុំគាត់បញ្ជាក់ដែរគាត់បញ្ជាក់ដល់ស្រាយយ៉ាងម៉េចបងនេះហេតុអីគាត់ហេតុអីបាទគាត់តវ៉ាបងហេតុអីបញ្ជាក់បងសុំនីតិជួយមកអាងហ្នឹងខ្ញុំមិនទុនទីអីទេខ្ញុំមិនទុនទីអីទេហើយបងបញ្ជាក់ប្រាប់គេទៅបងបញ្ជាក់ស្អីបងបញ្ជាក់មកឲ្យគេថតឲ្យគេធ្វើព័ត៌មានយ៉ាងម៉េចគិតតែពីព័ត៌មានហើយខ្ញុំសុំតែបងស្រាយអីបងស្រាយហើយបងបងស្រាយហើយបងខ្ញុំចង់ឲ្យមួយជំហានបងឃើញគឺទៅតវ៉ាចឹងទៅគាត់បងខ្ញុំមិនជំហានបងជួយបងស្រាយនេះបងស្រាយតិចទៅបាយគេហេតុអីដែរបងស្រាយមកគាត់តវ៉ាចឹងណាកុំឲ្យថាព័ត៌មានយើងចេញផ្សាយតាមមួយជំហានគេបាយលើចឹងហើយបងអើយហើយទៅចឹងអត់ត្រូវទេបងក្រុមហ៊ុនបងណាឡើយមិនក៏មានការមានបញ្ហាខ្លាំងមនុស្សបញ្ហាសិនបងខាងព័ត៌មានក៏យើងមិនចង់បញ្ជាក់ថាឲ្យពួកគាត់ហ្នឹងធ្វើការតវ៉ាឥឡូវបងមកឲ្យរកទីតាក់ទីដល់ទៅក្រុមហ៊ុនថាមិនបើកប្រាក់ខែបើកអីឥឡូវបកមានការភ្ញាក់ដល់យ៉ាងខ្លាំងនៅក្រុមហ៊ុនវ៉ាវណៅនឹងតែម្ដងបងប្អូនប្រិមិត្តយើងទៅតាមមកដោយផ្លូវ371ទល់មុខនឹង BT តែម្ដងឥឡូវមានថាតំណាងឲ្យមានរឿងឲ្យទៅកាត់លុយកាត់កាក់អីគេនេះបាទអត់យល់បាទឥឡូវមានតំណាងមួយមកតែគាត់ព្រមនិយាយបាទឈប់ឲ្យសារព័ត៌មានអាបាទហើយយកឲ្យសារព័ត៌មានអាងដែរបងប្អូនប្រិមិត្តយើងឥឡូវយើងមកសួរបញ្ជាក់ទៅធ្វើការអធិប្បាយបញ្ជាក់ទៅតាមសេចក្តីរបស់គាត់ហើយចុះបើគាត់និយាយគោខ្ញុំថាកបីហ្នឹងត្រូវអត់បងប្អូនយើងបងប្អូនយើងមកទៀតបងប្អូនយើងគាត់ថាតវ៉ាទាមទារប្រាក់ខែហើយក្រុមហ៊ុនមួយនេះមានការកាត់លុយគាត់ណា300សឹងណាមិនពាក់កណ្ដាលទេបងណាជាងពាក់កណ្ដាលបងជាងពាក់កណ្ដាលជាងពាក់កណ្ដាលកាត់ទាំងអស់គ្នាបងទាំងអស់គ្នាបងប្អូនបាទទាំងអស់គ្នាបាទទាំងអស់គ្នាអីឥឡូវមានតំណាងផ្សេងទៀតបានលុយតែកន្លែងនៅពួកគាត់តវ៉ាហើយមានអាហារ70000នេះអូទាំងអស់គ្នាបងប្អូនប្រិមិត្តយើងមិនមែនតែម្នាក់ទេបងប្អូនបាទចាំទាំងអស់តែហ្មងបងប្អូនប្រិមិត្តយើងបាទឥឡូវនេះយើងសួរបងប្អូនតាក់ស៊ីដែរតោះមកបងប្អូនតាក់ស៊ីចូលមកបងតោះឥឡូវតំណាងគាត់មកទៀតហើយបងបាទឥឡូវបងជួយបញ្ជាក់បន្តិចមកបងសារព័ត៌មានទាំងអស់ឥឡូវមកចូលក្នុងបញ្ចុខ្ញុំចាំអូខ្ញុំមានន័យតែចូលបងមានសិទ្ធចូលអត់មានសិទ្ធចូលទេអ្នកព័ត៌មានផ្សាយបានតែខាងក្រៅនេះក្នុងអូវីពួកខ្ញុំអត់ផ្សាយបានទេព្រោះអូវីពេលខ្លះយើងចូលទៅយើងអត់បានផ្សាយមូលហេតុអីពួកម៉ាន់នេះចូលក្នុងក្បាលបាទបាទអត់ទេបាទកុំឲ្យបងប្អូនយើងរត់ហើយយើងខ្ញុំទៅសុំកន្លោះចូលទៅក្នុងឥឡូវបងមានកាយបងនិយាយហ្នឹងបងមានកាយបងនិយាយមកបញ្ជាក់ឲ្យបងប្អូនជាប្រវត្តិយើងដែលគាត់នេះហ្នឹងតវ៉ាហ្នឹងបងជួយតិចមកជួយបញ្ជាក់តិចមកបងតែ5រៀលយកលុយត្រាអស់មែនទេបងប្អូនទៀតលើចិត្តឲ្យទៀតមែនទេបាទឥឡូវខាងតំណាងគេចង់ឲ្យយើងចូលតែអ្នកសារព័ត៌មានយើងចូលក្រុមហ៊ុនចិនដល់ណាបាទយើងមានសិទ្ធិអីត្រូវចូលយើងមានសិទ្ធិចូលទេបាទបងប្អូនប្រិមិត្តយើងបាទ3ថ្ងៃហើយបាទពួកខ្ញុំតវ៉ាដែរបង3ថ្ងៃដែរបង3ថ្ងៃហ៎យើងបងប្អូនប្រិមិត្តយើងទៅអាកាស3ថ្ងៃទេបងប្អូនណាមិនមែនជាចេះតែមកប៉ាណាអីទេមិនមកតវ៉ាញ៉ៃទេបងប្អូនយើងទុករយៈពេល3ថ្ងៃហើយបាទដើម្បីឲ្យក្រុមហ៊ុនវ៉ាវណៅបាទដើម្បីដំណោះស្រាយតែមានពេលដំណោះស្រាយជាមួយពួកគាត់ទេឥឡូវពួកគាត់ក៏មកឡាំប៉ាតែម្ដងបងប្អូនប្រិមិត្តយើងដើម្បីឲ្យដំណោះស្រាយបាទឥឡូវមិនតំណាងក្រុមហ៊ុនវ៉ាវណៅក៏ចេញមកដើម្បីឲ្យបងប្អូនអ្នកសារព័ត៌មានយើងដើម្បីចូលទៅអូហ្វីសដើម្បីដំណោះស្រាយយើងអត់មានសិទ្ធិទៅចូលនៅអូហ្វីសទេយើងបានតែសកស្ដាយនៅខាងក្រៅដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងដើម្បីរកយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងតែត្រូវបានក្រុមហ៊ុនចិនកាត់ប្រាក់ខែគ្នាមិនដឹងមូលហេតុនេះបងប្អូនប្រិមិត្តយើងក៏មានការភ្ញាក់ផ្អើលខ្លាំងនៅទល់មុខ BT បាទនៅតាមបណ្ដោយផ្លូវ3.1មិនគ្រប់ចំនួនអត់ចេញជាកណ្ដាស់អត់ចេញជាកណ្ដាស់លុយប្រាក់ខែឲ្យយើងទេថាតែកាត់លុយអីកាត់លុយអីដល់យើងតវ៉ាបានចេញមកកាត់តិចចែកទេបាទចេញមកយើងចេញស្អីទេបាទមិនអីខ្ញុំតែការបានលើថ្ងៃគាត់ទៅបើកបានតិចគាត់ទៀតវាយ៉ាងនេះអញ្ចឹងខ្ញុំបើអត់ខ្ញុំខែទេបាញ់ឲ្យមកបង
ដែលចូលចាគ្នានិយាយថា មិនមែនតែម្នាក់ទេបងប្អូនប្រិមិត្តជាតិច្រើនតែម្ដងបាទបងច្រើនមែនតើនោះបាទបងប្អូនប្រជាពលរដ្ឋយើងច្រើនមែនតើមិនធម្មតាទេបាទតំណាងបាទសុទ្ធតែមិនថាកាត់លុយគាត់មិនដឹងថាមូលហេតុអ្វីទៅកាត់លុយទេបងប្អូនប្រិមិត្តយើងនេះច្រើនមកតវ៉ាជាច្រើនតែម្ដងនេះបងប្អូនប្រជាពលរដ្ឋយើងនេះដែលគាត់រកស៊ីខាងបើករថយន្តហ្វាវណៅនេះបាទអង្គមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដងបងប្អូនប្រិមិត្តយើងនៅក្រុមហ៊ុនហ្វាវណៅតែម្ដងបាទនេះបងប្អូននេះអូយច្រើនមិនមែនតែនេះទេមិនមែនតែនេះទេមិនមែនតែម្នាក់ពីរនាក់អីទេបាទមើលឡានរាប់ឡាននេះបាទច្រើនមែនតើបាទហើយមិនដឹងថាទាន់ដឹងថាមូលហេតុអ្វីឲ្យច្បាស់មិនបាននេះមិនមកកាត់ប្រាក់ខែរបស់គាត់ទេបងប្អូនប្រិមិត្តយើងហើយបងប្អូនខាងរកស៊ីបើករថយន្តវ៉ាវណៅគាត់កំពុងតែតវ៉ាទៅរឿងអីបើកាត់លុយគាត់រឿងអីបាទគាត់ឆ្ងល់បាទបងគាត់បានមានប្រសាសន៍យើងដឹងហើយប៉ុន្តែក្នុងនាមយើងអ្នកព័ត៌មានយើងមិនអាចដឹងអាចក៏បានពាក់ព័ន្ធជាមួយការងារហ្នឹងទេនេះខ្ញុំផ្ដល់ព័ត៌មានឲ្យខាងសារព័ត៌មានហើយថាយ៉ាងម៉េចក៏ប៉ុន្តែយើងមិនអាចបញ្ចេញបានថាយើងអត់មានខាងសារព័ត៌មានហើយថ្ងៃស្អែកខ្ញុំបានចូលធ្វើការនៅក្រុមហ៊ុននឹងវិញទេខ្ញុំមានមុខប៉ុណ្ណេះគេប្រជុំខ្ញុំចោលទេប៉ុន្តែចង់ប្រជុំក៏ខ្ញុំអត់នេះទេល្បីគេប្រជុំហ្នឹងហើយតែល្បីគេប្រជុំហើយប៉ុន្តែប្រជុំមិនគ្រប់ទេអ្វីដែលសំខាន់គឺខ្ញុំចង់បានយុទ្ធធម៌សម្រាប់ពួកខ្ញុំទាំងអស់គ្នាខ្ញុំចង់បានប្រាក់ខែមួយដែលសមរម្យតាមច្បាប់ដែលគាត់ចែងឲ្យពួកខ្ញុំមិនមែនគាត់ប្រាប់ពួកខ្ញុំហើយដល់តែពេលដល់ថ្ងៃបើប្រាក់ខែគាត់ទៅជាផ្សេងកាត់លុយពួកខ្ញុំមិនដឹងជារឿងអីកាត់លុយអស់លុយឲ្យមកជាផ្សេងចុះយើងថាពេញ QR code ទៅអត់ដឹងថាប្រាក់ខែយើងប្រហែលដែរអានេះគាត់តម្លាក់លុយមកចូលនៅក្នុងកាបូបលុយរបស់យើងហ្នឹងប៉ុន្តែលុយហ្នឹងគឺមិនគ្រប់ចំនួនដែលពួកខ្ញុំធ្វើការឲ្យមិនគ្រប់ចំនួនដែលពួកខ្ញុំបើកទេបាទដឹងថាជាលុយស្អីបាទអរគុណប្រិមត្តទូជនជាទីមេត្រីដែលលោកអ្នកកំពុងទស្សនាការផ្សាយផ្ទាល់របស់ AKU ហើយយើងបងប្អូនយើងបាទតាមពិតការបញ្ជាក់ដូចតែដែរអញ្ចឹងខ្ញុំការបញ្ជាក់ទៀតថាបើគិតទៅការបញ្ជាក់ពីបងប្អូនយើងដែលវ៉ាវណៅគាត់បញ្ជាក់ទៀតថាគាត់មិនដឹងថាកាត់លុយគាត់រឿងអ្វីទៅបងដឹងរឿងអ្វីបាទឆ្ងល់ប្រាក់ខែដងខែប្រហែលខែបងដែលនេះបងក្នុងមួយខែបងណាកាត់ប្រហែល100មួយខែហ្នឹងបងម្នាក់បាត់$300ជាងម្នាក់បាត់$100ចុះបើប្រាក់ខែគោលមួយខែប្រហែលបងតែគាត់និយាយសន្យាប្រាក់ខែគោល420ហើយបាត់300បាត់ហើយ420ហ្នឹងធ្វើក្នុងរយៈពេល14ម៉ោងបាទអរគុណបងប្អូនយើងឥឡូវយើងសួរខាងនេះវិញទៅវិញចុចមកបងប្អូនតទៀតទៅបាទអរគុណបងប្រុសតទៀតបងប្អូនយើងខ្ញុំនិយាយទៀតឆ្លាស់តែគាត់អត់អីទេប៉ុណ្ណឹងពិធីកបីល្មមគាត់ថានេះគាត់ខ្ញុំចង់ជំរាបសួរបងប្អូនបាទហើយខ្ញុំបង្ហាញថាចាក់ស្ដែងក្រុមហ៊ុនគាត់របស់រើបុគ្គលិកបើកឡានហ្នឹងបងបាទក្នុងផេកគាត់ក៏บอกថាចន្លោះប្រាក់ខែចន្លោះពី500ទៅ700ក្នុងមួយខែបងតែភាពចាក់ស្ដែងវាបានដល់ប៉ុណ្ណឹងទេបងបាទអញ្ចឹងបាទចាក់ស្ដែងមិនយើងដងទៀតទៅគាត់បោះប្រាក់ខែហ្មងគាត់បោះហ្នឹងប្រាក់ខែចន្លោះពី500ទៅ700ក្នុងមួយខែបងតែចាក់ស្ដែងបើកមកបានប៉ុណ្ណឹងទេអត់បានប្រមាណបើកបានដូចខ្ញុំអី200 420តែបើកបាន60,000ជាងហើយ60,000ណា60,000 150ហ្នឹងតែនិយាយថាបើកប្រាក់ខែជាដុល្លារដល់ពេលបាញ់លុយមកជាលុយខ្មែរបងចាតែបាទខ្ញុំមានព័ត៌មានតែប៉ុណ្ណឹងតែប៉ុណ្ណឹងទេគេអត់មានប្រាប់ថាយើងក្រុមហ៊ុនចូលគ្នាបើកឡានចូលរលុយចំណុយចំណេញចែកគ្នាអី%អត់ទេបងអត់ទេនិយាយតែប្រាក់ខែហ្មងតែប្រាក់ខែបាទឲ្យច្បាស់តែប៉ុណ្ណឹងទេបាទបងបាទអរគុណបងប្អូនប្រិយមិត្តទូជនប្រុសសង្ហាបានបញ្ជាក់ប្រាប់ឲ្យបាទនេះការបញ្ជាក់ពីបងប្រុសម្នាក់នៅក្នុងក្រុមហ៊ុនវ៉ាវណៅខាងបើកបរហ្នឹងគាត់បញ្ជាក់ទៀតបាន60,000រៀលអញ្ចឹងនេះការបញ្ជាក់របស់គាត់អញ្ចឹងយើងដឹងហើយថាក្រុមហ៊ុនចិនមួយដែលស្ថិតនៅតាមបណ្ដោយផ្លូវ371ក្នុងសង្កាត់បឹងជប៉ុនខណ្ឌមានជ័យរាជធានីភ្នំពេញអ្វីដែលកើតឡើងនៅក្នុងថ្ងៃនេះយើងដឹងហើយថាបុគ្គលិកបានអ្នករត់តាក់ស៊ីស្អីគេវ៉ាវណៅនឹងគេថាទុកការតវ៉ាតែម្ដងបាទសូមឲ្យក្រុមហ៊ុនចិនទូទាត់ប្រាក់ខែគាត់ឲ្យបានទៀងទាត់ឲ្យបានត្រឹមត្រូវបាទគុំកាត់អាទវីតាពីបាទដាក់ប្រាក់ខែសិតប្រហោះសិតតែ500ទៅ700បាទតាក់ស៊ីដល់ពេលចាក់ស្ដែងបាន60,000បាទនេះគាត់បញ្ជាក់ខ្ញុំបាត់ពាក្យណាដោយបងប្រុសមិញថាខ្ញុំដឹងមកជាហៀងទេខ្ញុំចង់ដឹងមកជាហៀងទៀតប៉ុន្តែធ្វើបទពិសោធន៍ក៏អត់ប្រហែលធ្វើហើយឲ្យខ្ញុំតែធ្វើម៉េចឲ្យខ្ញុំដឹងមកជាហៀងតិចមិនកើតគាត់ឲ្យយើងចូលអូហ្វីទៅអូហ្វីទៅអីតែទៅអូហ្វីនឹងសុំ QR code ទៅអញ្ចឹងខ្ញុំអត់ទៅទេទៅទេអូហ្វី
ពួកខ្ញុំប្រមាណអង្គភាពនេះមើលមុខហើយទៅបើចេះមានអាលោកថាពួកដោយសារគេបើផឹកទេបាទតើមានលុយផឹកខ្លួនឯងគ្មានទេបាទបងប្អូនប្រិយមិត្តយើងបាទការបញ្ជាក់ពីបងប្អូនដែលបុគ្គលិកក្រុមហ៊ុនវ៉ាវណៅខាងបើកបរបាទគាត់បញ្ជាក់ហើយបញ្ជាក់ទៀតបាទគាត់បញ្ជាក់ឲ្យថាប្រាក់ខែគាត់គោកាប់500ទៅ700បើកាត់បញ្ជាក់ស្ដែងការបើកទៅឃើញតែមកលា60,000ទេបងប្អូនប្រិយមិត្តយើង